ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃអាទិត្យទី28 ខែមិថុនាឆ្នាំ2026ឯកឧត្តមសន្តិបណ្ឌិត ច័ន្ទអៀនរដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងក្រុមការងារនៃបណ្ឌិតសភានគរបាលកម្ពុជាដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យឯកមនោសែនប្រធានបណ្ឌិតសភានគរបាលកម្ពុជាបានរៀបចំស្តង់ពិព័រណ៍មួយដើម្បីចូលរួមក្នុងពិព័រណ៍ជំនាញសិក្សានិងអាជីពការងារឆ្នាំ2026ក្រោមប្រធានបទអាជីពក្នុងអន្តរកាលដែលរៀបចំឡើងដោយសមាគមអតីតនិស្សិតអាហារូបករណ៍ Fulbright និងអាហារូបករណ៍សហរដ្ឋអាមេរិកដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអគ្គស្នងការសមាគមកាយរដ្ឋនារីកម្ពុជានាបរិវេណនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាលាតិចណូគោលបំណងនៃការរៀបចំពិព័រណ៍ជំនាញសិក្សានិងអាជីពការងារឆ្នាំ2026របស់សមាគមអតីតនិស្សិតអាហារូបករណ៍ Fulbright និងអាហារូបករណ៍សហរដ្ឋអាមេរិកដើម្បីលើកកម្ពស់សមត្ថភាពនិងផ្តល់ឱកាសដល់សិស្សនិងនិស្សិតជាង2500នាក់តាមរយៈការផ្តល់ព័ត៌មានអប់រំនិងអាហារូបករណ៍ជាពិសេសទាក់ទងនឹងជំនាញសិក្សានិងវិថីអាជីពនានាដោយមានភាពទាន់សម័យច្បាស់លាស់និងងាយស្រួលក្នុងការចូលរួមក្នុងឱកាសនៃការតាំងពិព័រណ៍នោះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអគ្គស្នងការសមាគមកាយរដ្ឋនារីកម្ពុជានិងជាប្រធានគណៈធិបតីក៏បានអញ្ជើញទស្សនាស្តង់ពិព័រណ៍របស់បណ្ឌិតសភានគរបាលកម្ពុជាផងដែរទន្ទឹមនោះលោកជំទាវបណ្ឌិតក៏បានចាប់អារម្មណ៍និងមានប្រសាសន៍លើកឡើងយ៉ាងដូចនេះថាមិញហ្នឹងគឺបានជួបខាងបងប្អូនដែលកំពុងរៀនបណ្ឌិតសភានគរបាលចាបានសួរថាតើហត់តែអត់តើហាត់ដូចជាប្រុសចឹងហើយលោកគ្រូឬមកកអ្នកហ្នឹងគាត់មិញហ្នឹងគាត់មានប្រសាសន៍ថាអ៊ីនារីខ្លាំងជាងបរោះទៀតបន្ទុកចេញមកល្អជាងទៀតចានេះហើយគឺចង់ជម្រាបថាអ្វីដែលបរោះធ្វើបាននារីក៏ធ្វើបានដែរចាបណ្ឌិតសភានគរបាលកម្ពុជាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតដែលបានអញ្ជើញទស្សនានិងចាប់អារម្មណ៍ចំពោះស្តង់ពិព័រណ៍របស់បណ្ឌិតសភានគរបាលកម្ពុជា